បងនេះគឺជាជ្រក់ប៉ែគុកជ្រក់ប៉ែគុកនេះជ្រក់ភ្លាមបានញ៉ាំភ្លាមហើយស្រួយឆ្ងាញ់មែនតែនអញ្ចឹងមកដឹងក្បួនធ្វើជ្រក់ប៉ែគុកមើលបើសិនជាចង់ញ៉ាំជាមួយនឹងសាច់គោអាំងសាច់ជ្រូកអាំងភ្លាមឬក៏បាយសាច់ជ្រូកប៉ែព្រលឹមអញ្ចឹងញ៉ាំមួយថៃសាបអីបងអាចធ្វើវាបានភ្លាមបន្លែមាននឹងទូទៅជាក់ងីខ្ទឹមសចិញ្ច្រាំមកឬក៏ហាន់ស្ដាងដូចមិញក៏បានដែរអានេះគឺជាស្ពៃក្តោបពណ៌ស្វាយខ្ញុំគ្រាន់តែចង់ដាក់ពណ៌ឲ្យស្អាតទេបងមិនបាច់ក៏បានដែរដាក់តែការ៉ុតឈូសទៅឃើញពណ៌ស្អាតហើយអញ្ចឹងគ្រឿងផ្សំទាំងអស់នេះបន្លែនេះបានហាន់ស្ដាងជាច្រវាមូលខ្ទឹមសក៏ខ្ញុំបានហាន់ជាបន្ទះស្ដាងត្រសក់គឺហាន់បែបអញ្ចឹងមកសល់ត្រសក់មួយធ្វើមួយអញ្ចឹងមកបងហាន់ជាចំណិតហើយចំណែកប៉ែគុកប្រើតែមួយប៉ែគុកទេគឺហាន់ជាអញ្ចឹងហើយបានហាន់ជាច្រវាមូលចាអញ្ចឹងបងច្រើនមែនតែនគាត់ទៅខាន់ប៉ែគុកមួយចំហៀងនោះគឺច្រើនមែនតែនហើយអញ្ចឹងបន្លែរៀបរយបានហើយអញ្ចឹងយើងយកប៉ែគុកនេះដាក់ក្នុងឆ្នាំងលាយបន្លែគ្រប់មុខចូលគ្នាទាំងអស់អត់មានច្របាច់អំបិលទេបងបន្លែទាំងអស់នេះញ៉ាំឆៅបានបងអញ្ចឹងហាក់ត្រូវការច្របាច់អំបិលលាងទឹកទេឲ្យចូលទឹកឲ្យចូលអីទេណាបងដាក់ទាំងស្រស់អញ្ចឹងមកស្រួយឆ្ងាញ់មែនតែនក្រោយពីច្របល់គ្នាឲ្យបានរៀបរយចូលពណ៌គ្នាស្អាតហើយបងបណ្ដាក់គ្រឿងផ្សំអញ្ចឹងបញ្ជាក់កុំត្រាំទឹកត្រាំអីលាងអំបិលអីណាហើយបន្ទាប់មកយើងលាយគ្រឿងផ្សំអំបិលយើងដើម្បីធ្វើឲ្យមានរសជាតិហ្មងណាអញ្ចឹងបងដាក់ទឹកត្រីទឹកខ្មេះស្ករសហើយនឹងម្សៅស៊ុបគឺរៀបរយហើយបងប៉ុណ្ណឹងគឺញ៉ាំបានហើយ